ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូបានលើកយកនៅលំហាត់ទី2នៅទំព័រទី102មកបង្ហាញយើងជាបន្តលំហាត់នេះគឺស្ថិតនៅក្នុងមេរៀនទី15អំពីវិធីដកចំនួនចម្រុះចានេះគឺជាលំហាត់ណាដែលអ្នកគ្រូនឹងលើកយកមកបង្ហាញយើងនៅថ្ងៃនេះចាឥឡូវយើងចូលទៅលំហាត់ទី2របស់យើងចាលំហាត់ទី2របស់យើងគឺគេឲ្យយើងរកផលដកចំនួនចម្រុះខាងក្រោមចាក2 5ភាគ6ដក1 1ភាគ6ចាអញ្ចឹងដើម្បីដកចំនួនចម្រុះនិងចំនួនចម្រុះដំបូងគឺយើងត្រូវតម្រូវភាគបែងណាតម្រូវភាគបែងហ្នឹងឲ្យវាដូចគ្នាសិនចាបន្តមកទៀតទើបយើងដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់ចាប៉ុន្តែដោយសារករបស់យើងនេះគឺប្រភេទទាំងពីរនេះវាមានភាគបែងដូចគ្នាហើយអញ្ចឹងប្រសិនបើភាគបែងវាដូចគ្នាហើយគឺយើងចាប់ផ្ដើមដកចាយើងយក5ភាគ6ដកនឹង1ភាគ6មកគឺឃើញ4ភាគ5 1ចា2ដកនឹង1ឃើញ1ចាអញ្ចឹង2 5ភាគ6ដក1 1ភាគ6គឺស្មើនឹង1 4ភាគ6ចាខ9 17ភាគ20ដកនឹង4 5ភាគ20ចាអញ្ចឹងយើងឃើញប្រភេទទាំងពីរនេះគឺវាមានភាគបែងដូចគ្នាហើយអញ្ចឹងបើភាគបែងវាដូចគ្នាហើយគឺយើងចាប់ផ្ដើមដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់ចា17ភាគ20ដក5ភាគ20គឺនៅសល់12ភាគ20 9ដក4នៅសល់5ចាអញ្ចឹងចម្លើយរបស់យើងគឺ5 12ភាគ20គោ8 4ភាគ7ដក7 1ភាគ14ចាអញ្ចឹងយើងឃើញថាប្រភេទទាំងពីរនេះគឺវាមានភាគបែងខុសគ្នាអញ្ចឹងប្រសិនបើភាគបែងវាខុសគ្នាបែបនេះដំបូងគឺយើងត្រូវតម្រូវភាគបែងវាសិនណាយើងត្រូវតម្រូវភាគបែងវាឲ្យដូចគ្នាសិនរួចហើយទើបយើងចាប់ផ្ដើមដកចាអញ្ចឹងភាគបែងរួមរបស់វាគឺ14ចាភាគបែងរួម14អញ្ចឹងថាតើ4ភាគ7គុណនឹងប៉ុន្មានដើម្បីឲ្យបានភាគបែងវា14ចាគឺត្រូវគុណនឹង2ចាគុណនឹង2ណាអញ្ចឹងយើងយក7គុណនឹង2មកគឺបាន14ចា4កាលណាភាគបែងវាគុណនឹង2ភាគយកក៏ត្រូវគុណនឹង2ដែរអញ្ចឹង4គុណនឹង2គឺបាន8ចាអញ្ចឹង8 4ភាគ7គឺយើងតម្រូវភាគបែងមកគឺបាន8ភាគ14ចាបន្តមកទៀតយើងមើលប្រភេទនេះវិញគឺភាគបែងរបស់វាគឺ14ស្រាប់ហើយអញ្ចឹងយើងរក្សាទុកនៅដដែលចាបន្តមកទៀតគឺយើងចាប់ផ្ដើមដកយើងដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់ចាអញ្ចឹង8ភាគ14ដក1ភាគ14គឺស្មើនឹង7ភាគ14 8ដក7ចេញគឺនៅសល់1អញ្ចឹងចម្លើយរបស់យើងគឺ1 7ភាគ14ចាខ7 8ភាគ9ដក3 1ភាគ3អញ្ចឹងយើងឃើញប្រភេទទាំងពីរនេះគឺវាមានភាគបែងខុសគ្នាប្រសិនបើភាគបែងវាខុសគ្នាដំបូងគឺយើងត្រូវតម្រូវភាគបែងរួមសិនចាអញ្ចឹងភាគបែងរួមរបស់វាគឺ9ណាចា7 8ភាគ9ភាគបែងរបស់វាគឺ9ស្រាប់ហើយអញ្ចឹងយើងរក្សាទុកនៅដដែលចាចំណែក3 1ភាគ3នេះគឺយើងត្រូវយកវាគុណនឹងចាគុណនឹង3ណាយើងត្រូវគុណវានឹង3ដើម្បីឲ្យបានភាគបែង9អញ្ចឹង3គុណនឹង3គឺ5 9ចាកាលណាភាគបែងគុណនឹង3ភាគយកក៏ត្រូវគុណនឹង3ដែរអញ្ចឹង1គុណនឹង3គឺ3ចារីឯចំនួនគត់នេះគឺនៅដដែលណាចាអញ្ចឹង3 1ភាគ3យើងតម្រូវភាគបែងមកគឺបាន3ភាគ5 4ចាបន្តមកទៀតគឺយើងដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់
8ភាគ9ដក3ភាគ9គឺនៅសល់5ភាគ9 7ដក3ចេញគឺនៅសល់4អញ្ចឹងចម្លើយរបស់យើងគឺ4 5ភាគ9ចាង18 1ភាគ3ដក7 1ភាគ4ចាអញ្ចឹងប្រភេទទាំងពីរនេះគឺភាគបែងរបស់វាគឺខុសគ្នាអញ្ចឹងយើងតម្រូវភាគបែងរួមវាមកចាភាគបែងរួមរបស់វាគឺ12ចាអញ្ចឹងតើ3នេះគុណនឹងប៉ុន្មានដើម្បីឲ្យបាន12គឺត្រូវគុណនឹង4ចាកាលណា3នេះគុណនឹង4ភាគយកក៏ត្រូវគុណនឹង4ដែរណាចាអញ្ចឹង1គុណនឹង4គឺ4ចា3គុណនឹង4គឺ12ចាចំណែក7 1ភាគ4ណាភាគបែងរបស់វាគឺ4អញ្ចឹង4គុណនឹងប៉ុន្មានដើម្បីឲ្យបាន12 4ត្រូវគុណនឹង3អញ្ចឹង4គុណនឹង3គឺ12ភាគបែងគុណនឹង4ភាគយកក៏ត្រូវភាគបែងគុណនឹង3ភាគយកនេះក៏ត្រូវគុណនឹង3ដែរអញ្ចឹង1គុណនឹង3គឺ3ចាអញ្ចឹង7 1ភាគ1ភាគ4គឺយើងតម្រូវភាគបែងមកគឺបាន7 3ភាគ12អញ្ចឹងបន្ទាប់ពីយើងតម្រូវភាគបែងរួមហើយគឺយើងចាប់ផ្ដើមដកណាយើងដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់ចា4ភាគ12ដក3ភាគ12គឺនៅសល់1ភាគ12 18ដក7នៅសល់11ចាអញ្ចឹងចម្លើយរបស់យើងគឺ11 1ភាគ12ច3 13ភាគ15ដក2 3ភាគ5អញ្ចឹងប្រភេទទាំងពីរនេះគឺភាគបែងរួមរបស់វាគឺ15អញ្ចឹង3 13ភាគ15នេះគឺភាគបែងរបស់វាគឺ15ស្រាប់ហើយអញ្ចឹងយើងរក្សាទុកនៅដដែលណាចាចំណែក2 3ភាគ5នេះភាគបែងរបស់វាគឺ5អញ្ចឹង5គុណនឹងប៉ុន្មានដើម្បីឲ្យបាន15 5គុណនឹង3អញ្ចឹង5គុណនឹង3គឺ15កាលណាភាគបែងគុណនឹង3ភាគយកក៏គុណនឹង3ដែរចា3គុណនឹង3គឺ5 9អញ្ចឹង2 3ភាគ5គឺយើងតម្រូវភាគបែងមកគឺបាន2 9ភាគ10 15ណាបន្តមកទៀតគឺយើងដកប្រភេទជាមួយនឹងប្រភេទចំនួនគត់និងចំនួនគត់អញ្ចឹង13ភាគ15ដក9ភាគ15គឺនៅសល់4ភាគ15 3ដក2នៅសល់1អញ្ចឹងចម្លើយរបស់យើងគឺ1 4ភាគ15ឆ12 19ភាគ24ដក5 1ភាគ2ចាអញ្ចឹងប្រភេទនេះគឺភាគបែងរួមរបស់វាគឺ24ចា12 19ភាគ24នេះគឺភាគបែងរបស់វាគឺ24ហើយអញ្ចឹងយើងរក្សាទុកនៅដដែលចាចំណែក5 1ភាគ2នេះគឺភាគបែងរបស់វាគឺ2អញ្ចឹងតើ2គុណនឹងប៉ុន្មានដើម្បីឲ្យបាន24 2គុណនឹង12ចាអញ្ចឹង2គុណនឹង12គឺយើងបាន24កាលណាភាគបែងគុណនឹង12ភាគយកគុណនឹង12ដែរអញ្ចឹង1គុណនឹង12គឺស្មើនឹង10 12ចា5 1ភាគ2គឺយើងតម្រូវភាគបែងមកគឺបាន5 12ភាគ24ចាបន្តមកទៀតគឺយើងដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់19ភាគ24ដក12ភាគ24គឺនៅសល់7ភាគ24ចា12ដក5គឺនៅសល់7ចាអញ្ចឹងចម្លើយរបស់យើងគឺ7 7ភាគ24ចូល7 7ភាគ8ដក3ភាគ4ចាអញ្ចឹងប្រភេទនេះគឺភាគបែងរួមរបស់វាគឺ8ចា7 7ភាគ8ភាគបែងរបស់វាគឺ8ស្រាប់ហើយអញ្ចឹងយើងរក្សាទុកនៅដដែលណាចាចំណែក3ភាគ4ភាគបែងរបស់វាគឺ4អញ្ចឹង4គុណនឹងប៉ុន្មានដើម្បីឲ្យបាន8ចា4គុណនឹង2
ចឹង4គុណនឹង2គឺ8កាលណាភាគបែងគុណនឹង2ភាគយកគុណនឹង2ដែរ3គុណនឹង2គឺ5 6ចាបន្តមកទៀតគឺយើងចាប់ផ្ដើមដកណា7ភាគ8ដកនឹង6ភាគ8គឺនៅសល់1ភាគ8ចាចំណែកចំនួនគុណ7ចាគឺយើងនៅដដែលណាចាអញ្ចឹងចម្លើយរបស់យើងគឺ7 1ភាគ8ឈ15 1ភាគ3ដក11 1ភាគ5 4ចាអញ្ចឹងប្រភេទទាំងពីរនេះគឺភាគបែងរួមរបស់វាគឺ9 3តាម3គុណនឹងប៉ុន្មានដើម្បីឲ្យបានភាគបែង9 3គុណនឹង3ចាអញ្ចឹង3គុណនឹង3គឺ9ភាគបែងគុណនឹង3ភាគយកគុណនឹង3ដែរ1គុណនឹង3គឺ3ចាអញ្ចឹង15 1ភាគ3គឺយើងតម្រូវភាគបែងមកគឺបាន15 3ភាគ5 4ចាចំណែក11 1ភាគ9នេះគឺភាគបែងរបស់វាគឺ9ស្រាប់ហើយអញ្ចឹងយើងរក្សាទុកនៅដដែលបន្តមកទៀតគឺយើងដកណាយើងយក3ភាគ9ដក1ភាគ9គឺនៅសល់2ភាគ5 4 15ដក11ចេញគឺនៅសល់4ចាអញ្ចឹងចម្លើយគឺ4 2ភាគ9ចាញ6 3ភាគ4ដក4 1ភាគ2ចាប្រភេទទាំងពីរនេះគឺភាគបែងរួមរបស់វាគឺ4អញ្ចឹង6 3ភាគ4ភាគបែងរបស់វាគឺ4ហើយអញ្ចឹងយើងរក្សាទុកនៅដដែលចាចំណែក4 1ភាគ2ភាគបែងរបស់វាគឺ2អញ្ចឹង2ត្រូវគុណនឹង2ណាដើម្បីឲ្យបានភាគបែងរបស់វាគឺ4ចា2គុណនឹង2 4ភាគបែងគុណនឹង2ភាគយកត្រូវគុណនឹង2ដែរ1គុណនឹង2គឺ2ចា4 1ភាគ2យើងតម្រូវភាគបែងមកគឺបាន4 2ភាគ4ចាតមកទៀតយើងដកណា3ភាគ4ដក2ភាគ4គឺនៅសល់1ភាគ4 6ដក4គឺនៅសល់2ចាអញ្ចឹងចម្លើយគឺ2 1ភាគ4ដក6 1ភាគ4ដក3 2ភាគ3ចាប្រភេទនេះគឺភាគបែងរួមរបស់វាគឺ12អញ្ចឹង4គុណនឹងប៉ុន្មានដើម្បីឲ្យបាន12 4គុណនឹង3ចា4គុណនឹង3គឺ12ចាភាគបែងគុណនឹង3ភាគយកគុណនឹង3ដែរ1គុណនឹង3គឺ3អញ្ចឹងចម្លើយរបស់យើងណាបន្ទាប់ពីយើងតម្រូវភាគបែងមកគឺបាន6 3ភាគ12ចា3 2ភាគ3ណាយើងតម្រូវភាគបែងវាមកចាភាគបែងរបស់វាគឺ3អញ្ចឹង3គុណនឹងប៉ុន្មានដើម្បីឲ្យបាន12 3គុណនឹង4ចា3គុណនឹង4គឺ12ភាគបែងគុណនឹង4ភាគយកគុណនឹង4ដែរ2គុណនឹង4គឺ5 3ចាអញ្ចឹង3 2ភាគ3នេះយើងតម្រូវភាគបែងមកគឺបាន3 8ភាគ12ចាបន្តមកទៀតគឺយើងដកណាយើងដកប្រភេទនិងប្រភេទចំនួនគុណនិងចំនួនគុណអញ្ចឹងអូនមើលថាតើ3ភាគ12នេះដក8ភាគ12បានអត់អត់ទេណាពីព្រោះ3ភាគ12នេះវាតូចជាង8ភាគ12អញ្ចឹងបើដកអត់បានតែយើងត្រូវធ្វើម៉េចចាគឺយើងខ្ចីណាយើងខ្ចីពី6អញ្ចឹង6ឲ្យគេខ្ចី1នៅសល់5អញ្ចឹង1ដែល3នេះខ្ចីមកហ្នឹងគឺយើងទៅសេទៅជាប្រភេទគឺស្មើនឹង12ភាគ12អញ្ចឹង12ភាគ12បូកនឹង3ភាគ12វាឡើងទៅជា15ភាគ12បន្តមកទៀតទើបយើងចាប់ផ្ដើមដក15ភាគ12ដក8ភាគ12គឺនៅសល់7ភាគ12 5ដក3នៅសល់2ចាអញ្ចឹងចម្លើយរបស់យើងគឺ2 7ភាគ12ចាថ4 1ភាគ2ដក2 5ភាគ6ចាភាគបែងរួមរបស់វាគឺ6អញ្ចឹង2គុណនឹងប៉ុន្មានដើម្បីឲ្យបាន6គឺត្រូវគុណនឹង3 2គុណនឹង3 6អញ្ចឹងកាលណាភាគបែងគុណនឹង3ភាគយកគុណនឹង3ដែរ1គុណនឹង3គឺ3ចាអញ្ចឹង4 1ភាគ2យើងតម្រូវភាគបែងមកគឺបាន4
3 ភាគ 6 ចាចំណាយ2 5 ភាគ 6 នេះគឺភាគបែករបស់វា 6 ហើយអញ្ចឹងយើងរក្សាទុកនៅដដែលចាបន្តមកទៀតគឺយើងចាប់ផ្ដើមដកប្រភេទនិងប្រភេទចំនួនគត់និងចំនួនគត់អញ្ចឹង3 ភាគ 6 ដក 5 ភាគ 6 បានអត់ចាអត់ទេដោយសារ3ភាគ 6 វាតូចជាង5ភាគ 5 1អញ្ចឹងបើវាតូចជាងអញ្ចឹងយើងដកអត់បានទេគឺយើងត្រូវខ្ចីណាយើងខ្ចីពី4នេះ1អញ្ចឹង4ឲ្យគេខ្ចី1នៅសល់3ចាអញ្ចឹង1ដែល3នេះខ្ចីមកគឺយើងត្រូវបដូរវាទៅជាប្រភេទគឺស្មើទៅនឹង6ភាគ 6អញ្ចឹង6ភាគ 6 បូក3ភាគ 6 គឺស្មើទៅនឹង9ភាគ 5 ចាបន្តមកទៀតទើបយើងដកណា9ភាគ 6 ដក 5ភាគ 6 គឺនៅសល់4ភាគ 6 3ដក 2 នៅសល់1ចាអញ្ចឹងចម្លើយគឺ1 4ភាគ 6ចាដូ15 3ភាគ 5 ដក 9 13ភាគ 15ចាអញ្ចឹងភាគបែងរួមរបស់វាគឺ15ចាអញ្ចឹង5គុណនឹងប៉ុន្មានដើម្បីឲ្យបាន15គុណនឹង3 5គុណនឹង3គឺ10 15ណាភាគបែងគុណនឹង3ភាគយកគុណនឹង3ដែរ3គុណនឹង3គឺ5 9ចាអញ្ចឹង15 3ភាគ 5យើងតម្រូវភាគបែងមកគឺបាន15 9ភាគ 15ចាចំណែក9 13ភាគ 15នេះគឺយើងរក្សាទុកនៅដដែលណាបន្តមកទៀតគឺយើងដកវាប៉ុន្តែដោយសារ9ភាគ 15តូចជាង13ភាគ 15អញ្ចឹងយើងអត់អាចដកវាបានទេយើងត្រូវខ្ចីណាយើងត្រូវខ្ចីពី15នេះ1អញ្ចឹង15ឲ្យ9ខ្ចី1ទៅគឺនៅសល់14ចា1ដែល9ខ្ចីមកហ្នឹងគឺយើងត្រូវបដូរវាទៅជាប្រភេទ1ហ្នឹងគឺ15ភាគ 15ណា15ភាគ 15បូកនឹង9ភាគ 15គឺយើងឃើញ24ភាគ 15ចាបន្តមកទៀតទើបយើងចាប់ផ្ដើមដកចា24ភាគ 15ដក13ភាគ 15គឺនៅសល់11ភាគ 15 14ដក9ចេញនៅសល់5ចាអញ្ចឹងចម្លើយរបស់យើងគឺ5 11ភាគ 15ធោ7 5ភាគ 9ដក2 2ភាគ 3ចាភាគបែងរួមរបស់វាគឺ9ចាអញ្ចឹង7 5ភាគ 9ភាគបែងរបស់វា9ហើយអញ្ចឹងយើងទុកនៅដដែលចំណែក2 2ភាគ 3គឺយើងត្រូវយកវាគុណនឹង3ចាភាគបែងវាគុណនឹង3គុណនឹង3គឺ9កាលណាភាគបែងគុណនឹង3ភាគយកគុណនឹង3ដែរ2គុណនឹង3គឺ5 6ចាអញ្ចឹង2ភាគ 3យើងតម្រូវភាគបែងមកគឺបាន2 6ភាគ 5 4ចាបន្តមកទៀតគឺយើងចាប់ផ្ដើមដកតែដោយសារ5ភាគ 9តូចជាង6ភាគ 9អញ្ចឹងយើងដកអត់បានទេគឺយើងត្រូវខ្ចីចា5ភាគ 9ខ្ចីពី7នេះ1មកចាអញ្ចឹង7នេះឲ្យ5ភាគ 9ខ្ចី1គឺនៅសល់6ចាអញ្ចឹង1ដែល5ភាគ 9ខ្ចីមកហ្នឹងគឺយើងបដូរវាទៅជាប្រភេទស្មើទៅនឹង9ភាគ 9អញ្ចឹង9ភាគ 9បូកនឹង5ភាគ 9គឺយើងឃើញ14ភាគ 9ចាបន្តមកទៀតគឺយើងដកណា14ភាគ 9ដក6ភាគ 9គឺនៅសល់8ភាគ 9 6ដក2នៅសល់4អញ្ចឹងចម្លើយរបស់យើងគឺ4 8ភាគ 9ចាអញ្ចឹងសម្រាប់ការបង្ហាញរបស់អ្នកគ្រូគឺចាប់តែប៉ុណ្ណឹងចាអរគុណ